កីឡាករទាំង10រូបដែលសិទ្ធិបញ្ចូលទីបានក្របបាល់ច្រើនជាងគេក្នុងព្រឹត្តិការណ៍ El Clasico សួស្តីប្រិយមិត្តអ្នកតាមដានព្រឹត្តិការណ៍បាល់ទាត់ទាំងអស់គ្នាវិលមកជួបគ្នាជាមួយនឹងខ្ញុំវិញម្ដងទៀតហើយនៅថ្ងៃនេះដែរខ្ញុំនឹងលើកយកប្រធានបទកីឡាករទាំង10នាក់ដែលរកក្របបាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍ El Clasico រវាងក្រុម Atletico Real Madrid ទល់ជាមួយនឹងក្រុម FC Barcelona ការប្រកួតរវាងក្រុម Barcelona ជាមួយនឹងក្រុម Real Madrid ត្រូវបានកំណត់ដោយនយោបាយនិងភាពចម្រូងចម្រាសរបស់អាជ្ញាកណ្ដាលនិងភាពមិនច្បាស់លាស់ជាច្រើនប៉ុន្តែលើសពីអ្វីៗទាំងអស់នោះ El Clasico ត្រូវបានបំភ្លឺដោយកីឡាករដ៏អស្ចារ្យសមរភូមិនៅលើវាលស្មៅរវាងក្លឹបយក្សទាំងពីរនេះបានចាប់ផ្ដើមតាំងពីឆ្នាំ1899មកម្លេះហើយរហូតមកដល់នឹងពេលបច្ចុប្បន្ននេះក្លឹបយក្សទាំងពីរដែលមានទីតាំងក្នុងប្រទេសអេស្ប៉ាញមួយនេះធ្លាប់លេងតគ្នារហូតដល់261ប្រកួតដែលក្រុម Atletico Real Madrid ឈ្នះ106ប្រកួតក្រុមអ្នកមានបុណ្យ FC Barcelona ឈ្នះ103ប្រកួតនិងប្រកួតស្មើគ្នាចំនួន52ដងការប្រកួត El Clasico មិនត្រឹមតែជាការប្រកួតរវាងក្រុមទាំងពីរនោះទេប៉ុន្តែវាក៏ជាការប្រកួតដ៏ស៊ីសាច់ហុចឈាមរវាងកីឡាករនិងកីឡាកររបស់ក្រុមទាំងសងខាងផងដែរគួររំលឹកឡើងវិញដូចនេះថាពានរង្វាន់ម៉ាឡុនដ័រចំនួន24ត្រូវបានឈ្នះដោយកីឡាកររបស់ក្រុមទាំងសងខាងដោយក្រុម Real Madrid មានកីឡាករឈ្នះពានរង្វាន់ម៉ាឡុនដ័ររហូតដល់12គ្រឿងហើយក្រុម FC Barcelona ក៏មានកីឡាករដែលឈ្នះពានរង្វាន់ម៉ាឡុនដ័រនេះចំនួន12គ្រឿងដូចគ្នាផងដែរការប្រកួត El Clasico រវាងគូប្រជែងទាំងពីរក្រុមនេះបានក្លាយជារឿងនិទានសង្គ្រាមបាល់ទាត់លើវាលស្មៅជាង100ឆ្នាំមកហើយប៉ុន្តែក៏មានកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជាកីឡាករ Zidane និងកីឡាករ Ronaldinho ជាដើមខកខានមានឈ្មោះស្ថិតក្នុងបញ្ជីអ្នកសុទ្ធរកក្របបាល់ប្រចាំព្រឹត្តិការណ៍ El Clasico បានឡើយ El Clasico សម័យទំនើបនេះប្រហែលមានតែកីឡាករប៉ុន្មានរូបតែប៉ុណ្ណោះដែលអាចមានសង្ឃឹមជាប់កំណត់ត្រាចូលក្នុងបញ្ជីឈ្មោះកីឡាករទាំង10រូបដែលរកក្របបាល់បានច្រើនជាងគេប្រចាំ El Clasico បានដែលកីឡាករដែលពួកយើងរំពឹងទុកនោះមានដូចជាកីឡាករ Kylian Mbappe កីឡាករ Jude Bellingham និងកីឡាករ Lamine Yamal ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង10រូបដែលរកក្របបាល់បានច្រើនជាងគេប្រចាំព្រឹត្តិការណ៍ El Clasico លេខរៀងទី10បានទៅលើកីឡាករ Luis Suarez ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានផ្ទេរមកពីក្រុមហង្សក្រហម Liverpool មកកាន់ទឹកដី Camp Nou ក្នុងឆ្នាំ2014ហើយរូគេបានរកបាន11គ្រាប់ក្នុងការប្រកួត El Clasico Luis Suarez បានបង្ហាញខ្លួនក្នុងការប្រកួត El Clasico ចំនួន15ប្រកួតឈ្នះ7ដងចាញ់4ដងនិងស្មើ4ដងប៉ុន្តែគួរឲ្យសោកស្ដាយកីឡាកររូបនេះបានចែកផ្លូវគ្នាជាមួយនឹងក្រុមអ្នកមានបុណ្យ FC Barcelona កាលពីឆ្នាំ2020លេខរៀងទី9បានទៅលើកីឡាករ Carlos Alonso Gonzalez ឬយើងហៅថាកីឡាករ Santi Tillana ចាប់តាំងពីទសវត្សរ៍ឆ្នាំ1970ចូលដល់ទសវត្សរ៍ឆ្នាំ1980ក្រុម FC Barcelona បានដឹងថាការធ្វើដំណើរទៅលេងលើទឹកដីរបស់ក្រុម Real Madrid នឹងពាក់ព័ន្ធទៅនឹងវោហារសាស្ត្រជាតិនិយមជាច្រើននិងការរិះគន់យ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រម្ចាស់ផ្ទះហើយអ្វីដែលពួកគេខ្លាចបំផុតនោះគឺកីឡាករ Carlos Alonso នេះឯងព្រោះខ្សែប្រយុទ្ធដ៏គួរទុកចិត្តបានរបស់ក្រុម Real Madrid នេះបានក្លាយជាកីឡាករដំបូងគេដែលធ្លាប់រកគ្រាប់បាល់បានក្នុងការប្រកួតក្នុងចំណោម4លើកជាប់គ្នាទៅជាមួយនឹងក្រុមកាតាឡាននៅស្កែកកីឡាដ្ឋាន San Diego Bernabeu ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញនេះបានបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន35ប្រកួតឈ្នះ13ដងចាញ់15ដងស្មើ7ដងនិងសិតបំពងសំណាញ់ទីរហូតដល់12គ្រាប់ឯណោះលេខរៀងទី8បានទៅលើកីឡាករ Ferran Puskas ខ្សែប្រយុទ្ធសញ្ជាតិហុងគីរូបនេះធ្លាប់បង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន18ដងឈ្នះ11ដងចាញ់6ដងស្មើ1ដងនិងសិតបំពងសំណាញ់ទីរហូតដល់14គ្រាប់លេខរៀងទី7បានទៅលើកីឡាករ Bosco Gento ខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះធ្លាប់លេងឲ្យក្រុម Atletico Real Madrid ចន្លោះពីឆ្នាំ1953ដល់ឆ្នាំ1971ដែលគាត់បានបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន45ប្រកួតឈ្នះ22ដងចាញ់15ដងស្មើ8ដងនិងសិតបំពងសំណាញ់ទីរហូតដល់14គ្រាប់លេខរៀងទី6បានទៅលើកីឡាករ Cesc Rodriguez ជាកីឡាដែលរកគ្រាប់បាល់បានច្រើនជាងគេរបស់ក្រុម FC Barcelona មុនពេលកីឡាករ Lionel Messi ឈានចូលទៅដល់កម្រិតរបស់គាត់ Cesc Rodriguez បានបង្ហាញខ្លួនយ៉ាងអស្ចារ្យសម្រាប់ក្រុមកាតាឡានមួយនេះខ្សែប្រយុទ្ធដ៏មុតស្រួយមួយនេះគឺជាខ្សែប្រយុទ្ធដ៏មុតស្រួយរបស់ក្រុមដ៏អស្ចារ្យរបស់គេរបស់ក្រុម Barcelona ដែលបានឈ្នះពានរង្វាន់ចំនួន5ក្នុងរដូវកាលឆ្នាំ1951ឆ្នាំ1952កីឡាករ Cesc Rodriguez បានរកគ្រាប់បាល់បានក្នុងវាប្រែប្រួលនៃការប្រកួតពានរង្វាន់ក្នុងស្រុករបស់ប្រទេសអេស្ប៉ាញដែលកាលនោះគេហៅថា Copa del Rey និងឈ្នះពានរង្វាន់ Latin Cup
ដែលជាពានរង្វាន់ដល់មុខគេនៃ Champions League ប៉ុន្តែការសិទ្ធិបញ្ចូលទីដ៏មានតម្លៃបំផុតរបស់គាត់ត្រូវបានរក្សាទុកសម្រាប់ El Clasico Cesca Rodriguez បានជួយកីឡាករ Jordi Villa ឲ្យរកគ្រាប់បាល់បើកឆាកមុនដំបូងហើយបន្តមកទៀតក៏បានសិបបាល់ hat-trick ក្នុងជ័យជំនះទៅលើក្រុម Atletico Madrid ក្នុងលទ្ធផល 4-2 នៅដើមឆ្នាំ 1952 ដោយពង្រឹងការក្តាប់តំណែងរបស់ក្រុម FC Barcelona លើចំណាត់ថ្នាក់លេខ 1 នៅលីកកំពូលរបស់ La Liga ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់លេងឲ្យក្រុមអ្នកមានបុណ្យ FC Barcelona ចន្លោះពីឆ្នាំ 1939 ដល់ឆ្នាំ 1955 គាត់បានបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន 28 ប្រកួតឈ្នះ 13 ដង ចាញ់ 13 ដង ស្មើ 2 ដង និងស៊ើបបំពងសញ្ញាទីរហូតដល់ 14 គ្រាប់ឯណោះលេខរៀងទី 5 បានទៅលើកីឡាករ Raúl កីឡាករ Raúl González ធ្លាប់លេងឲ្យក្រុម Atletico Madrid ចន្លោះពីឆ្នាំ 1994 ដល់ឆ្នាំ 2010 ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់បង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន 37 ប្រកួតឈ្នះ 11 ដង ចាញ់ 16 ដង ស្មើ 10 ដង និងស៊ើបបញ្ចូលទីរហូតដល់ 15 គ្រាប់លេខរៀងទី 4 បានទៅលើកីឡាករ Karim Benzema អតីតខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid នេះគឺជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុម Atletico Madrid ព្រោះរាល់ការប្រកួតធំៗនិងរាល់ការប្រកួតសំខាន់ៗរូបគាត់តែងតែរកគ្រាប់បាល់បានជានិច្ចលោកស៊ីដានបានដាក់រហស្សនាមឲ្យកីឡាករ Benzema ថាគឺជាខ្សែប្រយុទ្ធតូកណ្ដាលដ៏ល្អឥតខ្ចោះចំណែកឯលោក Carlo Ancelotti វិញបានហៅកីឡាករ Benzema ថាជាខ្សែប្រយុទ្ធតូដែលមិនអាចទប់ទល់បានសូម្បីតែពេលកំពុងតែលេងជាកីឡាករបម្រុងបន្ទាប់ពីកីឡាករ Cristiano Ronaldo ក៏ដោយក៏ Benzema នៅតែអាចរកគ្រាប់បាល់ទល់នឹងក្រុម FC Barcelona ចំនួន 5 រដូវកាលជាប់គ្នាផងដែរម្ចាស់ពានរង្វាន់ Ballon d'Or ឆ្នាំ 2022 រូបនេះបានលេងឲ្យក្រុម Atletico Madrid ចន្លោះពីឆ្នាំ 2009 ដល់ឆ្នាំ 2023 ហើយក៏បានបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន 43 ប្រកួតឈ្នះ 15 ប្រកួតចាញ់ 19 ប្រកួតស្មើ 9 ប្រកួតនិងស៊ើបបំពងសញ្ញាទីរហូតដល់ 16 គ្រាប់បច្ចុប្បន្ននេះ Benzema កំពុងតែប្រកបអាជីពលេងឲ្យក្រុម Al Ittihad នៅលីករបស់ប្រទេសអារ៉ាប៊ីសាអូឌីតលេខរៀងទី 3 គឺបានទៅលើកម្ពុជាខ្សែប្រយុទ្ធសញ្ជាតិប៉ូទុយហ្គាល់ Cristiano Ronaldo បានផ្ទេរមកពីក្រុមបិសាចក្រហម Manchester United មកចូលរួមជាមួយនឹងក្រុម Atletico Madrid ក្នុងឆ្នាំ 2009 លោកកានោះបានធ្វើឲ្យគាត់បានបំបែកកំណត់ត្រាខ្លាចជាកីឡាករម្នាក់ដែលមានតម្លៃខ្លួនថ្លៃជាងគេប្រចាំប្រវត្តិសាស្ត្ររបស់បាល់ទាត់ក្នុងតម្លៃខ្លួនរហូតដល់ 94 លានផោន Cristiano Ronaldo ធ្វើមិនបានល្អប៉ុន្មានទេនៅក្នុង3ប្រកួតដំបូងនៃព្រឹត្តិការណ៍ El Clasico ដោយ3ប្រកួតដំបូងរបស់គាត់គឺចាញ់ទាំងអស់ការតែបាល់ដ៏ខ្ពស់បានឈ្នះវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ក្នុងឆ្នាំ 2011 សម្រាប់ក្រុម Real Madrid ទៅជាមួយនឹងក្រុម FC Barcelona ខណៈការស៊ើបបញ្ចូលទីរបស់គាត់នៅឯកីឡាស្ថាន Camp Nou នៅឆ្នាំបន្ទាប់គាត់បានដណ្ដើមយកពានរង្វាន់ពីក្រុមដ៏អស្ចារ្យរបស់លោក Pep Guardiola Cristiano Ronaldo បានលេងឲ្យក្លឹបយេដែលមានទីតាំងនៅក្នុងប្រទេសអេស្ប៉ាញមុននេះចន្លោះពីឆ្នាំ 2009 ដល់ឆ្នាំ 2018 ម្ចាស់ពាន Ballon d'Or ចំនួន 5 សម័យកាលរងនេះបានបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន 30 ប្រកួតឈ្នះ 8 ដងចាញ់ 13 ដងស្មើ 8 ដងនិងស៊ើបបញ្ចូលទីរហូតដល់ 18 គ្រាប់ប៉ុន្តែរឿងដែលគួរឲ្យសោកស្ដាយនោះគឺខ្សែប្រយុទ្ធចៅសាស្ត្រនេះបានចាកចេញពីក្រុមរៀលម៉ាឌ្រីតយ៉ាងស្ងៀមស្ងាត់កាលពីឆ្នាំ 2018 លេខរៀងទី 2 បានទៅលើខ្សែប្រយុទ្ធសញ្ជាតិអាសង់ទីនគឺលោក Alfredo Di Stefano ប្រហែលជាមិនមែនជាកីឡាករដែលមានផលិតភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រ El Clasico ទេប៉ុន្តែគាត់គឺជាកីឡាករម្នាក់ដ៏សំខាន់ផងដែរទាំងក្លឹប Atletico Madrid និងក្រុមអ្នកមានបុណ្យ FC Barcelona ពួកគេពិតជាចង់ចុះហត្ថលេខាលើតារាឆ្នាំសញ្ជាតិអាសង់ទីនរូបនេះយ៉ាងខ្លាំងជាពិសេសនៅពេលដែលគាត់កំពុងស្វែងរកផ្លូវចេញពីក្រុម Melinas របស់ប្រទេសកូឡុំប៊ីកាលពីឆ្នាំ 1953 ដែលនាំឲ្យមានចំនួនដ៏ជូរចត់មួយដែលត្រូវដោះស្រាយដោយ FIFA និងចំនួនដែលមិនអាចដោះស្រាយបានដំបូងឡើយក្រុមយេអេស្ប៉ាញបានយកព្រមចែករំលែកកីឡាករនេះមុនពេលដែល Real Madrid បានចាយលុយយ៉ាងច្រើនដល់ក្លឹប FC Barcelona ដើម្បីរក្សាគាត់ទុកសម្រាប់ខ្លួនឯងពីថ្ងៃបន្ទាប់ពីឯកសារត្រូវបានបញ្ចប់ Di Stefano បានស៊ើបបញ្ចូលទីបាន2គ្រាប់ក្នុងការយកឈ្នះក្រុម FC Barcelona ក្នុងលទ្ធផល 5-0 កីឡាករ Di Stefano ត្រូវបានបណ្ដាអ្នកគាំទ្រនៅជុំវិញពិភពលោកបោះឆ្នោតឲ្យឈ្នះពានរង្វាន់ Super Ballon d'Or ផងដែរខ្សែប្រយុទ្ធសញ្ជាតិអាសង់ទីនរូបនេះធ្លាប់លេងឲ្យក្រុម Atletico Madrid ចន្លោះពីឆ្នាំ 1953 ដល់ឆ្នាំ 1964 Di Stefano បានបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន 30 ដងឈ្នះ 17 ដងចាញ់ 10 ដងស្មើ 3 ដងនិងស៊ើបបំពងសញ្ញាទីរហូតដល់ 18 គ្រាប់ឯណោះ
ដែលរៀនទី1គឺបានទៅលើខ្សែប្រយុទ្ធសញ្ជាតិអសង្ទីត Lionel Messi ជំនួបជាមួយនឹងក្រុម Real Madrid គឺជាការបើកឆាកក្នុងអាជីពរបស់កីឡាករ Lionel Messi កាលពីឆ្នាំ2007មានជំនួប El Clasico រវាងក្រុម Real Madrid និងក្រុម FC Barcelona ដោយក្នុងប្រកួតនោះគឺជាការបាំងឆាកអាជីពដ៏ជោគជ័យរបស់ Lionel Messi ដល់កាលនោះគាត់មានវ័យត្រឹមតែ16ឆ្នាំតែប៉ុណ្ណោះហើយគាត់បានសិតបាន hat-trick ជួយឲ្យក្រុម FC Barcelona តាមស្មើក្រុម Real Madrid ក្នុងលទ្ធផល 3-3 Messi មានស្ថិតិនៅកម្ពុជាតារាងដែលមិនអាចប៉ះពាល់បានរបស់គាត់ក្នុងកំឡុងពេលយុទ្ធនាការឆ្នាំ2010-2011របស់ក្រុម FC Barcelona Esther តែបានបដូរក្រុម Real Madrid ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃពានរង្វាន់ Champions League ជាមួយនឹងការស៊ើបបញ្ចូលទីតែម្នាក់ឯងដ៏គួរឲ្យអស្ចារ្យស្ដេចពពែមាស Lionel Messi បានបង្ហាញខ្លួនលេងក្នុងព្រឹត្តិការណ៍ El Clasico ចំនួន45ប្រកួតរើបាន26គ្រាប់និងអាស៊ីស14លើកម្ចាស់ពានរង្វាន់ Ballon d'Or 8សម័យកាលនេះបានរួមរស់ជាមួយនឹងក្រុម FC Barcelona ចាប់តាំងពីឆ្នាំ2000មកម្លេះហើយគាត់បានចាកចេញពីក្រុម Catalan នេះក្នុងឆ្នាំ2021ហើយគាត់បានទៅចូលរួមជាមួយនឹងក្រុមអ្នកមានលុយ Paris Saint-Germain ផងដែរអ្វីដែលខ្ញុំបានលើកឡើងមកឲ្យបងប្អូនខាងលើនេះគឺជាស្ថិតិកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេទាំង10រូបក្នុងព្រឹត្តិការណ៍ El Clasico មុននឹងបញ្ចប់អេពីសូតនេះទៅខ្ញុំសូមជិតបងប្អូនដែលជាអ្នកគាំទ្ររបស់ក្រុមទាំងសងខាងឲ្យមានការអធិស្ឋានដល់គ្នាទៅវិញទៅមកជៀសវាងការមានចំនួនប្រកាយគ្នារៀងរាល់ពេលមានការប្រកួត El Clasico ម្ដងសម្រាប់បងប្អូនដែលគាំទ្រ Channel Podcast VP កណ្ដាលរបស់ខ្ញុំសូមធ្វើការចុច like comment subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់